សម្រាប់នៅក្នុងវីដេអូនេះខ្ញុំនឹង manipulate ទៅលើពលឺខ្ញុំធ្វើការទាញទិសដៅពលឺដើម្បីឲ្យភ្នែកយើងងាយស្រួលមើលអូខេនេះជា step ដែលខ្ញុំ manipulate ពលឺបងប្អូនគ្នាអាចមើលបានថាខ្ញុំធ្វើអីខ្លះដំបូងដៃខ្ញុំដកចំណុចរំខានសិនមកដល់យើងសង្កេតឃើញថាយើងមាន subject យើងមាន subject ដល់ទៅ2អញ្ចឹងខ្ញុំទាញទិសដៅភ្នែករបស់យើងកុំឲ្យផែផាលទាំងអស់គ្នាអាចមើលបានថាខ្ញុំបាន manipulate ពលឺអញ្ចឹងតើខ្ញុំបានធ្វើអីគេខ្លះខ្ញុំអាចបញ្យល់ទាំងអស់គ្នាបានថាទី1ខ្ញុំបានទាំងអស់គ្នាឃើញជំវិញល្ងិតប៉ុន្តែវាបានពលឺមកតាមនេះណាអូខេឃើញពលឺមកតាមនេះចេញពីថ្ងៃអញ្ចឹងនៅក្នុងកែវភ្នែករបស់យើងនៅពេលដែលពលឺយើងអាចស្វែងយល់តាមរយៈពន្លឺនៅភ្នែកយើងនៅពេលដែលមានពលឺគ្រប់ទីកន្លែងអញ្ចឹងភ្នែកយើង focus គ្រប់ទីកន្លែងអញ្ចឹងរូបហ្នឹងវាប្រភេទរូបដែល busy ខ្លាំង busy មានន័យថាវាមានរវល់កន្លែងតោនឹងផងរវល់កន្លែងនេះផងកន្លែងនេះផងនិយាយទៅវាអត់ដឹងថាថតអីច្បាស់ហើយដល់ពេលនៅនេះវាមាន subject នៅកន្លែងនេះមួយទៀតអញ្ចឹងវាភ្នែកយើងវា focus គ្រប់កន្លែងហ្មងណាអញ្ចឹងយើងចង់ទាញភ្នែករបស់យើងឲ្យ focus តែទៅលើតួអង្គនេះមួយហើយនឹង subject ថ្ងៃនឹង sunrise នឹងមួយអញ្ចឹងខ្ញុំយើង analyze យើងវិភាគទៅលើរូបហើយយើងត្រូវកែកន្លែងណាខ្លះអញ្ចឹងក្រោយពីលទ្ធផលខ្ញុំបានកែមកបែបនេះណាមានន័យថាខ្ញុំដេញពលឺចេញពីថ្ងៃមកចេញមកមនុស្សអញ្ចឹងការ focus របស់យើងគឺកាន់តែតិចជាងមុនណាឃើញទេអញ្ចឹងវានៅសល់តែ2ទេកន្លែងនេះមួយកន្លែងនេះមួយអញ្ចឹងយើងអាចចាត់ទុកថាជាការ manipulate ដ៏ល្អមួយអញ្ចឹងតែខ្ញុំធ្វើមិនខ្លះវិធីធ្វើងាយទេយើងអាចធ្វើនៅ Photoshop នឹងក៏បានយើងអាចធ្វើនៅក្នុង Lightroom សម្រាប់ខ្ញុំយកចិត្តធ្វើក្នុង Lightroom ណាអញ្ចឹងខ្ញុំប្រាប់ពីរបៀបធ្វើខ្ញុំបង្កើត layer ថ្មីមកតាមរយៈការ clean សម្អាតអីឲ្យត្រឹមត្រូវយើងសេរី white balance អីអស់ហើយណាអូខេអញ្ចឹងខ្ញុំប្រាប់របៀបធ្វើដែលខ្ញុំតែងធ្វើខ្ញុំចូលទៅក្នុង camera raw អូខេបន្ទាប់ពី camera raw ហើយខ្ញុំចុចកន្លែងនេះហើយរកពីនេះកន្លែងមូលគេហៅថា radial gradient នេះអញ្ចឹងខ្ញុំហុំកន្លែងមនុស្សសិនណាហុំកន្លែងមនុស្សសិនមកអូខេអញ្ចឹងយើងចាប់ផ្ដើមបង្វែរទិសដៅវាជាពងកពើតិចមកចេះមកអូខេអញ្ចឹងយើងទាញមកដល់ថ្ងៃអញ្ចឹងខ្ញុំចង់ឲ្យមានអារម្មណ៍ថាថ្ងៃហ្នឹងវាបានចែងចាំងមក subject តិចណាអូខេក្រោយមកទៀតខ្ញុំតម្លាក់ពលឺសិនខ្ញុំតេស្តមើលតម្លាក់ពលឺមកអូខេអញ្ចឹងមានន័យថាវាភ្លឺនៅខាងក្នុងអញ្ចឹងខ្ញុំចង់ឲ្យភ្លឺនៅខាងក្រៅខ្ញុំចុចម៉ៅស្ដាំនៅលើកន្លែងនេះណាម៉ៅស្ដាំមកហើយខ្ញុំចុច invert mask អូខេខ្ញុំចុច invert mask អញ្ចឹងឃើញទេវាចាប់ផ្ដើមធ្លាក់ពលឺនៅខាងក្រៅរង្វង់នឹងវិញណាអញ្ចឹងយើងយល់ហើយអញ្ចឹងចង់បានខាងក្នុងខាងក្រៅយើងធ្វើម៉េចអញ្ចឹងយើងយល់ហើយណាអូខេអញ្ចឹងខ្ញុំដកពលឺចេញមកប៉ុណ្នេះអូខេអញ្ចឹងខ្ញុំបញ្យល់ពី fader អញ្ចឹង fader នៅពេលដែលយើងដក fader វាចេញមកបែបនេះណាមានន័យថាវាដូចកបិតយើងមុតខ្លាំងអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងទាញ fader មកលើវិញវាសាចមកស្អាតអូខេអញ្ចឹងខ្ញុំយកប៉ុណ្នេះណាអូខេអញ្ចឹងខ្ញុំអូខេជាមួយលទ្ធផលហ្នឹងខ្ញុំចុចអូខេអូខេអញ្ចឹងនេះជាលទ្ធផលដែលយើងទទួលបានណាអូខេហើយមួយទៀតខ្ញុំចង់ធ្វើកន្លែងនេះឲ្យមានជាតិក្រហមខ្ញុំត្រូវធ្វើម៉េចខ្ញុំអាចចូលទៅកាមេរ៉ា RAW ដែលហ្នឹងក៏បានដែរអូខេឥឡូវខ្ញុំបង្កើត layer ថ្មីហ្មងទាំងខ្ញុំចូលទៅក្នុងកាមេរ៉ា RAW នឹងអដែរខ្ញុំទៅធ្វើម៉េចខ្ញុំចុចកន្លែងម៉ាស់នេះហើយចុចពាក្យ brush អញ្ចឹងខ្ញុំទៅ brush warm tone មកកន្លែងនេះខ្ញុំចុច brush ណាអូខេបន្ទាប់ពីយើង brush ហើយវាចេញពណ៌ក្រហមអញ្ចឹងមានន័យថាអ្នកវាចូលពណ៌ overlay នឹងទេណា
បើយើងដាក់ពណ៌អីក៏បានដែរសួរមើលតែវាមិនមែនចូលពណ៌ហ្នឹងទេគ្រាន់តែថាវាបង្ហាញថាប្រាស់យើងនៅដល់កន្លែងណាខ្លះអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមទាញ temperature ហ្នឹងអូខេឃើញទេពេលដែលខ្ញុំទាញ temperature ទៅមានន័យថាវាដូចមានសារជាតិក្រហមមកដេញមកកន្លែងហ្នឹងតិចណាអូខេអញ្ចឹងខ្ញុំចុចអូខេឃើញទេអញ្ចឹងយើងមើលរូបទី1យើង manipulate ពន្លឺហ្នឹងឲ្យវាដេញអូខេបន្ទាប់មកទៀតយើងធ្វើឲ្យវាមានជាតិវ៉មចេញមកពីថ្ងៃអញ្ចឹងយើងបាន final result អូខេយើងចុច control G មកយើងបាន final result យើងបែបម៉េចណាអូខេអញ្ចឹងអរគុណសម្រាប់ការតាមដានវីដេអូនិង follow ខ្ញុំក្នុង TikTok ហើយនិង YouTube សង្ឃឹមថាខ្ញុំមាន tip ថ្មីបន្ថែមទៀត